môi mán môi pram pon ô chật đây môi mán con học cũng chui tay như nè រំភើបចិត្តណាស់នៅពេលដែលបានឃើញសំណេររបស់សម្ដេចតេជោហ៊ុនសែនទៅលើក្មួយស្រីអាយុប្រហែលជាអាច6ទៅ7ឆ្នាំដែលគាត់ជាអ្នកលក់ផ្កានៅទឹកដីគិរីរម្យតាមរយៈសំណេររបស់សម្ដេចតេជោលោកបានបង្ហោះនៅវីដេអូរបស់ប្អូនស្រីដែលជាអ្នកលក់ផ្កានៅទីនោះព្រមជាមួយនឹងសំណេរថាពិតជាគួរឲ្យអាណិតនិងស្រឡាញ់ចៅណាស់តែក៏ចង់ដឹងពីរឿងចាត់ចែងរបស់ឪពុកម្ដាយផងដែរ ពេលនេះខ្ញុំកំពុងស្វែងរកចៅស្រីដែលគួរឲ្យស្រឡាញ់នេះសូមមេត្តាជួយប្រាប់ផងវីដេអូរបស់ប្អូនស្រីអាចតែក្មួយស្រីបើគាត់នៅតូចដែរបងប្អូនអាចប្រហែលជា5 6ឆ្នាំឬក៏7ឆ្នាំអាចនៅក្នុងចន្លោះហ្នឹងហើយគាត់មានរូបរាងមួយដ៏ខ្ជូតមុខមាត់គួរឲ្យស្រឡាញ់អ្វីដែលសំខាន់ពីលើរូបរាងដ៏គួរឲ្យស្រឡាញ់របស់គាត់គឺសម្ដីបើយើងនិយាយភាសាសាមញ្ញចឆាច់សម្ដីចឆាច់ហើយស្រលែងឡើងបរោះមានលក្ខណៈជួយទិញអូនមួយមកពូជួយទិញមួយមកបងជួយទិញមួយមកមីងជួយទិញអូនមួយមករបៀបលក្ខណៈថាសម្លេងគាត់ឡើងស្រួយឡើងគួរឲ្យចាប់អារម្មណ៍ហើយឡើងគួរឲ្យស្រឡាញ់ហ្មងហើយព្យាយាមរបៀបលក្ខណៈថាទឹកមុខគាត់របៀបម៉េចបងប្អូនក្មេងដែលបរិសុទ្ធដែលគាត់និយាយចង់ឲ្យយើងជួយទិញគាត់ណា ទោះបីដល់ពេលយើងធ្វើមិនដឹងនៅពេលដែលគាត់ហៅយើងជួយទិញម្ដងហ្នឹងយើងធ្វើធម្មតាក៏ដោយក៏គាត់នៅសម្ដែងអាទឹកមុខបែបគួរឲ្យស្រឡាញ់មកកាន់យើងហើយព្យាយាមហៅយើងជួយទិញមួយមកអេជួយទិញអូនមួយមកអេមួយតែ 5000 តាអេជួយទិញអូនមួយមករបៀបអញ្ចឹងឡើងគួរឲ្យស្រឡាញ់អញ្ចឹងឡើងជាទីចាប់អារម្មណ៍របស់អ្នកទស្សនាវីដេអូរបស់គាត់ហ្នឹងគឺថា share ច្រើនខ្លាំងមែនតើ វីដេអូដើមដែលបងស្រីគាត់បានជួបជាមួយនឹងក្មួយស្រីនោះនៅខាងគិរីរម្យកន្លែងលក់ផ្កានោះចាវីដេអូដើមរបស់គាត់ណាបងប្អូនណាអ្នក view រហូតដល់ទៅ 3M view ច្រើនមែនតើហើយបើសិនជានិយាយពី comment វិញ 100 នាក់បងចង់ហ៊ាននិយាយតាំង 100 នាក់គឺពេញចិត្តក៏ដូចជាចូលចិត្តក៏ដូចជាចង់និយាយថាឃើញគាត់ អាយុប៉ុណ្ណឹងហើយគាត់ចេះមកជួយលក់ផ្កាឪពុកម្ដាយដើម្បីបានចំណូលហើយសម្ដីគាត់ឡើងចឆាច់អញ្ចឹងហើយឡើងផ្អែមឡើងស្រួយសឹបអញ្ចឹងអ្នកណាក៏សរសើរអ្នកណាក៏ពេញចិត្តអ្នកណាក៏ចាប់អារម្មណ៍ទៅលើក្មួយស្រីម្នាក់ហ្នឹងដែររហូតដល់សម្ដេចតេជោលោកបានឃើញវីដេអូនេះហើយលោកបានយកវីដេអូហ្នឹងយកមកផុសបន្តហើយមិនមែនត្រឹមតែ page របស់សម្ដេចតេជោទេណាមាន page ផ្សេងទៀតដែលយកវីដេអូដើមរបស់គាត់ហ្នឹងយកទៅផុសបន្តក៏ផ្ទុះនឹងការចាប់អារម្មណ៍ទៅលើក្មួយស្រីម្នាក់ហ្នឹងដូចគ្នាឥឡូវនេះអាចថាគឺជា រឿងមួយដ៏គួរឲ្យរំភើបសម្រាប់ក្មួយស្រីព្រោះដើរលក់ផ្កានេះអត់មានឃើញមានពាក់ស្បែកជើងទេបងប្អូនហើយចាមិនដឹងជាស្ថានភាពក្រុមគ្រួសាររបស់គាត់បែបម៉េចទេបានសម្ដេចលោកឃើញវីដេអូនេះហើយក៏ចាប់អារម្មណ៍ពេញចិត្តក៏ដូចជាស្រឡាញ់ក្មួយស្រីខ្លាំងមែនតើសម្ដេចបានប្រកាសចង់ដឹងតាក់ទងទៅនឹងរឿងរ៉ាវគ្រួសារឪពុកម្ដាយរបស់ក្មួយស្រីក៏ដូចជាកំពុងឲ្យក្រុមការងារស្វែងរកក្មួយស្រីនិងអ្នកដែលបានស្គាល់លំអិតហ្មងឥឡូវក្មួយស្រីនៅភូមិឃុំណានៅគិរីរម្យនៅម្ដុំណាម្លុកណាអីចឹងទៅដើម្បីឲ្យអាចក្រុមការងារសម្ដេចចុះទៅសួរនាំអញ្ចឹងអាចថានឹងមានព័ត៌មានអាប់ដេតបន្ថែមទៀតនៅពេលដែលក្រុមការងាររបស់សម្ដេចទៅដល់ផ្ទះរបស់ក្មួយស្រីណាឲ្យបានដឹងថាតើក្មួយស្រីឈ្មោះអីស្ថានភាពគ្រួសារបែបម៉េចអីយ៉ាងម៉េចយើងនឹងធ្វើការជិះជូនទៅកាន់បងប្អូនជាបន្តទៀតផងដែរនេះខ្ញុំក៏សូមបញ្ចប់រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ទៅលើក្មួយស្រីអ្នកលក់ផ្កានៅខាងគិរីរម្យនេះត្រឹមប៉ុណ្ណេះចាមានអីថ្មីនឹងខ្ញុំធ្វើការជិះជូនទៅកាន់បងប្អូនជាបន្តសូមអរគុណ